អាគារភោជនីយដ្ឋានដ៏ល្បីល្បាញមួយបន្សល់សម័យអាណានិគមបារាំងមានអាយុកាល100ឆ្នាំមានប្រវែងបណ្ដោយប្រហែលជាង100ម៉ែត្រនិងទទឹងជាង100ម៉ែត្រនៅជាប់ទន្លេសេកុងក្នុងស្រុកស្ទឹងត្រែងត្រូវបានអង្គការទ្រីភាពឈូសកំទេចចោលដោយជំនួសមកវិញត្រឹមតែបណ្ដុះសរសេរគ្រឹះថ្មីច្រងច្រាំងនិងធ្វើរបងថ្មីឡើងវិញដោយមិនទាន់សាងសង់អ្វីជាដុំកំភួននោះឡើយមកទល់ពេលនេះសំណង់អាគារបុរាណនេះនឹងលែងមានវត្តមាននៅខេត្តភាគឦសាននេះដែលជាស្រុកកំណើតរបស់លោកស៊ិនស៊ីសមុទ្ររីឯដីក្នុងបរិវេណអាគារនេះមានទំហំប្រហែលជាង10000ម៉ែត្រការ៉េត្រូវគេទុកទំនេរចោលនិងសង់របងថ្មហួសក្បាលព័ទ្ធជុំវិញគ្រប់គ្រងជាកម្មសិទ្ធិឯកជនជាង10ឆ្នាំមកហើយនេះបើយោងតាមការស្រាវជ្រាវនិងស៊ើបអង្កេតផ្ទាល់របស់ VOD សំណង់ប្រវត្តិសាស្ត្រនេះគឺជាកន្លែងដែលអ្នកនិពន្ធចំនួនដើមនិងក្រុមសិល្បករតែងតែទៅកម្សាន្តជួបជុំកម្មវិធីផ្សេងៗហើយតាក់តែងបទចម្រៀងបែបមនោសញ្ចេតនាពីរោះមានចំណងជើងថារាត្រីសេកុងច្រៀងដោយអ្នកស្រីហ៊ុយមាសកាលពីអំឡុងទសវត្សរ៍ទី60តំបន់នោះស្ថិតក្នុងភូមិព្រែកសង្កាត់ស្ទឹងត្រែងជាប់មាត់ទន្លេសេកុងស្ថិតនៅចំកណ្ដាលទីប្រជុំជនរាត្រីសេកុងបានប្រឹងព្រាប្រាចាំប្រកលយានជាគូវាសនានៅក្រោមរាស្មីចន្ទរាភ្លឺថ្លាព្រមឆ្នេរជលសាដែលហោរហារាត្រីសេកថ្មីបានអ្នកចម្រៀងនិងអ្នកនិពន្ធបានបាត់បង់ជីវិតទៅហើយក្តីក៏ប៉ុន្តែនៅសល់ដានប្រវត្តិសាស្ត្រដែលជាកន្លែងពួកគាត់ច្រៀងក្នុងភោជនីយដ្ឋានសេកុងដែលរដ្ឋបាលបារាំងសាងសង់ពលរដ្ឋភ្ញៀវទេសចរនិងយុវជនដែលធ្វើដំណើរដល់ទីតាំងសំណង់អគារបុរាណមួយនេះស្ដាយស្រណោះទីតាំងប្រវត្តិសាស្ត្រផ្ដល់ប្រយោជន៍ដល់ជាតិតាមរយៈភ្ញៀវទេសចរនិងសហគមន៍ហើយជាកន្លែងសិស្សនិស្សិតសិក្សាស្រាវជ្រាវពីមរតករបស់បារាំងគួរតែអភិរក្សស្របតាមសារាចររបស់រដ្ឋាភិបាលពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពប្រាប់ VOD នៅថ្ងៃទី13មីនាថាអាជ្ញាធរលាក់បាំងរឿងនេះមិនបង្ហាញជាសាធារណៈធ្វើឲ្យពលរដ្ឋសង្ស័យពីភាពមិនប្រក្រតីចំពោះការលូកផ្ទៃកម្មសិទ្ធិដីធ្លីនិងឈូសកំទេចសំណង់អគារបុរាណដោយសារតែដីមានទីផ្សារខ្ពស់លោកស្នើឲ្យរដ្ឋាភិបាលពិនិត្យនិងសាររើឡើងវិញដោយជំរុញឲ្យមានការទទួលខុសត្រូវនិងសាងសង់ឡើងវិញចានិយាយថាប៉ះពាល់បាត់បង់ការពីមុនអស់លីងវាអត់ដូចដើមរបស់រដ្ឋដល់ក្រោយមកក៏មិនដឹងថាយ៉ាងម៉េចក៏ទៅជារបស់ឯកជនអស់លីងឥឡូវអ្នកសិក្សាផ្នែកច្បាប់និងអ្នកទេសចរដែលទស្សនាខេត្តស្ទឹងត្រែងលោករិនវិតពន្យល់ថាសកម្មភាពវាយកំទេចសំណង់បុរាណនេះរំលោភច្បាប់និងបទបញ្ជារបស់រដ្ឋាភិបាលដែលបញ្ជាឲ្យមន្ត្រីទប់ស្កាត់ការវាយកំទេចសំណង់អគារបេតិកភណ្ឌវប្បធម៌លោកថាម្ចាស់កម្មសិទ្ធិទោះជារដ្ឋឬឯកជនក្តីពុំមានសិទ្ធិវាយចោលឬកែប្រែរចនាសម្ព័ន្ធដើមនោះឡើយប្រសិនបើគ្មានការសិក្សាបច្ចេកទេសនិងឯកភាពពីក្រសួងវប្បធម៌លោកថាទង្វើនេះនឹងបាត់បង់អត្តសញ្ញាណនិងការចងចាំរបស់សហគមន៍ព្រោះអគារបុរាណនេះជាសាក្សីរូបប្រវត្តិសាស្ត្រហើយមិនដឹងថាគេលក់ទីកន្លែងហ្នឹងមិនដឹងថាគេលក់យកទៅចែកគ្នាបែបម៉េចអីបែបម៉េចអត់ដឹងទេតែអ្វីដែលខ្ញុំដឹងគឺថាទីកន្លែងជាទីកន្លែងដែលបារាំងក៏សាងសង់មកដើម្បីទុកជាទីកន្លែងទេសចរមួយសម្រាប់ភ្ញៀវទេសចរគាត់មកមើលនៅខេត្តស្ទឹងត្រែងហ្នឹងអ្នកសិក្សាផ្នែកសិល្បៈនិងវប្បធម៌លោកសេងខន្តីសង្កេតឃើញថាអគារសម័យបារាំងមានភាពធន់និងរឹងមាំជាប់ធន់បានយូរអាជ្ញាធរគួរតែអភិរក្សនិងអភិវឌ្ឍជាសម្បត្តិបេតិកភណ្ឌវប្បធម៌លោកចាត់ទុកទង្វើនេះបំផ្លាញគុណប្រយោជន៍ជាតិនិងបាត់បង់ភស្តុតាងប្រវត្តិសាស្ត្រសម័យបារាំងដែលទាមទារឲ្យពិនិត្យឡើងវិញវាបំផ្លាញគុណប្រយោជន៍គុណប្រយោជន៍របស់ជាតិហើយយើងនឹងស្រាប់ហើយសិល្បៈគឺចូលរួមច្រើនមែនទែនចូលរួមទាំងផ្នែកលើកមុខមាត់វប្បធម៌ផ្នែកចំណេះដឹងសេដ្ឋកិច្ចអីផ្សេងៗគឺសិល្បៈចូលរួមច្រើនមែនទែនបើសិនតែយើងទុកគឺវាបានផលជាងឈូសចោលហើយឈូសអាបានចាស់ចោលហើយអត់មានធ្វើអីអាហ្នឹងវាជារឿងមិនត្រឹមត្រូវឆ្លើយតបរឿងនេះអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងនិងជាអភិបាលរងខេត្តលោកម៉ែនគង់បដិសេធថាពុំមានអគារសម័យបារាំងក្នុងភោជនីយដ្ឋានសេកុងជាប់មាត់ទន្លេនោះទេដោយលោកថាមានតែអគារសាងសង់ដោយវិស័យឯកជនហើយឯកជនស្នើសុំគ្រប់គ្រងពុំមែនស្ថិតក្នុងក្របខ័ណ្ឌរបស់រដ្ឋទៀតឡើយអត់មានស្វ័យប្រាំងទេនៅការកសាងដោយឯកជនក្រោយមកទេហើយក្រោយមកឯកជនគាត់សុំគ្រប់គ្រងរបស់គាត់វិញទៅមិនមែនជានៅក្នុងក្របខ័ណ្ឌរបស់រដ្ឋទេឥឡូវនេះគាត់នឹងទៅសុំឬអគារបារាំងមិនមែនទៅឈូសឬក៏ធ្វើការកែប្រែអីទីទូកែលម្អក៏មានការស្នើសុំទៅក្រសួងស្ថាប័នពាក់ព័ន្ធនៅរដ្ឋាភិបាលនោះជុំវិញរឿងនេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតបញ្យល់ថាការរក្សាទុកអគារចាស់ៗសម័យបារាំងមិនមែនមានន័យថារារាំងការអភិវឌ្ឍនោះទេប៉ុន្តែវាជាការអភិវឌ្ឍក្រោមក្របខ័ណ្ឌអភិរក្សដើម្បីរក្សាតម្លៃមរតកសម្រាប់កូនចៅជំនាន់ក្រោយ
លោកថាសំណាក់បុរាណប្រើប្រាស់បច្ចេកទេសសាងសង់និងវត្ថុធាតុដើមដែលមិនអាចរកបាននៅសម័យនេះឡើយប្រសិនបើកំទេចចោលយើងមិនអាចសាងសង់ឲ្យដូចដើមវិញ 100% នោះទេ បើតាមច្បាប់អន្តរជាតិដែលអភិរក្សដោយអង្គការ UNESCO ហ្នឹងអគារដែលមានអាយុច្រើនជាង100ឆ្នាំហើយគឺជារដ្ឋាភិបាលនៃប្រទេសនីមួយៗគឺត្រូវអភិរក្សបានគឺត្រូវអភិរក្សជួសជុលអាចជួសជុលបានតែឲ្យឈូសកំទេចគឺអត់អនុញ្ញាតទេជួសជុលហ្នឹងគឺជួសជុលយ៉ាងណាឲ្យដូចទម្រង់រចនាបថរបស់គេដើមអញ្ចឹងរបស់គេអញ្ចឹង ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ឆ្នាំ 1996 ដាក់ទណ្ឌកម្មចំពោះការកាយកំទេចឬបំផ្លិចបំផ្លាញសំណង់បេតិកភណ្ឌដែលខុសច្បាប់ច្បាប់នេះតម្រូវឲ្យមានការអនុញ្ញាតច្បាស់លាស់មុនពេលកែប្រែឬវាយកំទេចសម្បត្តិដែលបានចុះបញ្ជីនិងកំណត់ទោសជាប់ពន្ធនាគារពី2ដល់8ឆ្នាំចំពោះការបំផ្លាញដោយចេតនាកាលពីខែតុលាឆ្នាំ 2021 អតីតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញសារាចរណ៍ស្តីពីការទប់ស្កាត់ការវាយកំទេចនិងការបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌនិងការវាយកំទេចដោយគ្មានការអនុញ្ញាតជាការរំលោភលើបទបញ្ជានេះលោកហ៊ុនសែនបានបញ្ជាឲ្យបញ្ឈប់ការបំផ្លាញអគារបុរាណដែលផ្ដល់សិទ្ធិឲ្យក្រសួងវប្បធម៌ទប់ស្កាត់ការបំផ្លាញសំណង់បុរាណដែលត្រូវលើកកម្ពស់ការយល់ដឹងពីតម្លៃប្រវត្តិសាស្ត្រជាពិសេសក្នុងចំណោមយុវជនដើម្បីធានាការអភិរក្សរយៈពេលវែងកន្លងទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រីភឿងសក្កណាធ្លាប់ប្រមាននិងពិន័យរដ្ឋបាលចំពោះមន្ត្រីរូបណាដែលអនុញ្ញាតឲ្យមានការបំផ្លាញអគារបុរាណដោយខុសច្បាប់ដែលបញ្ជាក់ថាការរុះរើសំណង់បុរាណគួរតែកើតឡើងតែនៅពេលដែលវាបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈដោយសារតែអាយុកាលរបស់វានាងខ្ញុំខុនចាត់តារារត VOD